នៅពេលដែលបងប្អូនត្រូវការដាក់លេខរៀងដែលវាមានលេខច្រើនរហូតទៅដល់រាប់រយឬមួយក៏រាប់ពាន់បើសិនជាយើងធ្វើការទាញដូចពីមុនវាប្រកាសជាចំណាយពេលយូរយើងខ្ញុំមានវិធីមួយដែលយើងប្រើមុខងារសេរីនឹងបងប្អូនគ្រាន់តែ select ទៅលើ column ហើយ step នេះយើងចង់អានលេខរៀងម្ដងរំលងបន្ថែមម្ដងមួយហើយខ្ញុំចង់បានលេខ1000លេខរៀងយើងគ្រាន់តែ stop value ត្រឹម1000ចុច OK ពេលនោះយើងនឹងបានលេខរៀងពី1រហូតទៅដល់លេខ1000នឹងតែម្ដងបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពី field series ដែល field series នេះគឺយើងប្រើសម្រាប់បន្ថែមលេខរៀងរបស់យើងតាមលំដាប់លំដោយឬមួយក៏កាលបរិច្ឆេទអីជាដើមអញ្ចឹងនៅក្នុងនេះខ្ញុំចង់បានលេខរៀងពី1រហូតទៅដល់100យើងជាធម្មតាគឺយើងអាចវាយលេខ1បន្ទាប់មកយើងវាយលេខ2ហើយយើង select បែបនេះហើយយើងទាញវាចុះក្រោមហ្នឹងគឺជាវិធីដែលយើងធ្លាប់ធ្វើអញ្ចឹងការធ្វើបែបនេះប្រសិនបើលេខរបស់យើងឬមួយក៏លេខរៀងហ្នឹងវាមានចំនួនតិចតែប្រសិនបើយើងត្រូវការលេខដែលវាមានច្រើនវិញគឺយើងមានវិធីមួយទៀតដែលយើងចូលទៅក្នុង field យើងឃើញនៅកន្លែង home menu ហើយយើងឃើញសញ្ញាព្រួយនេះចុះក្រោមហើយយើងឃើញពាក្យថា series នៅក្នុងចំណុចនេះគឺវាមាន series in នេះវាមាន row ហើយនិង column ប្រសិនបើយើងចង់បានលេខរៀងចេញជាលក្ខណៈជួរដេកយើងយក row តែបើយើងយកជាលក្ខណៈ column គឺវានឹងចេញជាជួរឈរឲ្យយើងតែម្ដងអញ្ចឹងឧទាហរណ៍ខ្ញុំចង់បាន column ហើយ linear នេះគឺវាបន្ថែមហ្នឹងគឺយើងអាច step យើងចង់បន្ថែមម្ដងមួយហើយខ្ញុំចង់ឲ្យវាមានលេខរៀងរហូតទៅដល់លេខ100អញ្ចឹងខ្ញុំចុច OK ពេលនេះលេខរៀងរបស់ខ្ញុំគឺវានឹងចាប់ពីលេខ1រហូតទៅដល់លេខ100តែម្ដងក្នុងករណីបងប្អូនចង់បាន1000អញ្ចឹងយើងយកកន្លែង stop value ហ្នឹងរហូតដល់1000ឬមួយក៏10000អីអាស្រ័យទៅលើតម្រូវការជាក់ស្ដែងរបស់បងប្អូនទាំងអស់គ្នាមួយវិធីទៀតឥឡូវខ្ញុំសាកល្បងបង្ហាញតាក់ទងជាមួយនឹង row ឲ្យបងប្អូនមើលអញ្ចឹងកន្លែងនេះយើង select លើ row ហើយ step យើងយកម្ដងមួយហើយ stop យើងយក100លេខតបមកយើងចុច OK ពេលនេះយើងឃើញលេខរៀងរបស់យើងគឺវានឹងចេញពីមួយវាបន្ថែមម្ដងមួយរហូតទៅដល់លេខ100ឲ្យយើងនឹងតែម្ដងបាទនេះគឺភាពខុសគ្នារវាង column ហើយនិង rowមួយចំណុចទៀតគឺអំពី grow ហើយយើងចូលទៅ field ជាដំបូងគឺយើងត្រូវតែបញ្ចូលលេខនៅក្នុង column របស់យើងជាដំបូងសិនលេខចាប់ផ្ដើមតមកយើងចូលទៅក្នុង field ហើយយើងរើស series ហើយឥឡូវនេះខ្ញុំចង់បានជា column ដូចគ្នាហើយខ្ញុំរើសពាក្យថា grow អញ្ចឹងកន្លែងនេះគឺបងប្អូនចំណាំថា linear នេះគឺយើងបន្ថែមហ្នឹងគឺកន្លែង step value នេះបើក្នុងករណីយើងដាក់1មានន័យថាវានឹងបន្ថែមម្ដងមួយហើយ stop គឺវានឹងឈប់ត្រឹមលេខដែលយើងបានកំណត់តែចំណែកឯ grow វិញគឺមិនមែនបន្ថែមទេគឺតាក់ទងជាមួយនឹងការគុណអញ្ចឹងឧទាហរណ៍ថាលេខនេះលេខ1អញ្ចឹងខ្ញុំចង់ឲ្យវាគុណជាមួយនឹង2ហើយបញ្ចប់រហូតទៅដល់លេខ100ហើយខ្ញុំចង់បានជាលក្ខណៈ column បែបនេះចុច OK យើងឃើញថាវាយក1គុណនឹង2ឃើញ2ហើយ2គុណនឹង2ឃើញ4 4គុណនឹង2 8 8គុណនឹង2 16 16 32 64អញ្ចឹងមិញយើងដាក់ stop ដល់100បើវាគុណដល់100ទៀតវាឃើញ128វាលើសពី100អញ្ចឹងវាចាប់យកត្រឹមតែ64ហ្នឹងទេបាទអានេះគឺពាក់ព័ន្ធជាមួយនឹង grow យើងចូលទៅចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹង trend បាទនៅក្នុងនេះខ្ញុំបាន screenshot ដាក់នៅលើនេះសម្រាប់បង្ហាញបងប្អូនទាំងអស់គ្នាដែរគឺតាក់ទងមួយ trend នេះគឺនិន្នាការអញ្ចឹងនិន្នាការនេះយើងអាច select ទៅលើវាឧទាហរណ៍ថាឥឡូវខ្ញុំដាក់លេខ1ហើយខ្ញុំដាក់លេខ2បន្នេះមកហើយខ្ញុំធ្វើការ select ក្នុងកម្រិតត្រឹមហ្នឹងត្រឹមហ្នឹងយើងចូលទៅ field series ហើយរើសយកពាក្យថា trend ចឹងនៅពេលដែលយើងរើសយកពាក្យថា trend អាកន្លែង select column នេះកាលណាយើង select ចឹងមកវា select auto ហើយគឺ column ហើ
ហើយ trend នេះបានតែពីរទេគឺ linear ហើយនិង grow linear បូកបន្ថែម grow គឺវាគុណនឹងជាមួយនឹង step ដែល step នេះចាត់ទុកដូចជាមេគុណរបស់វាអញ្ចឹងកន្លែងនេះគឺយើងអត់មានត្រូវបំពេញ step value ឬមួយក៏ top value គឺអត់ត្រូវការបំពេញទេអញ្ចឹងកន្លែងនេះគឺយើងចុច OK យកតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំចុចមកយើងឃើញ1 2 3 4 5ទៅតាមចំនួនដែលយើងបាន select មានន័យថាវាចាប់និន្នាការទៅតាមលេខដែលយើងបានកំណត់អញ្ចឹងមកក្នុងករណីខ្ញុំកំណត់កន្លែងនេះពី1ដល់3មានន័យថាវារំលងម្ដងពីលេខអញ្ចឹងយើងចូលទៅ fill មួយសារទៀត series ហើយយើងយកពាក្យថា trend អញ្ចឹងកន្លែងនេះឃើញ step របស់វាឡើងម្ដង2វាបំពេញតាមចំនួនដែលយើងបាន select ចុច OK មកយើងឃើញ1 1ហើយ3 3ថែម2 5 7 9 11ហើយនឹង15ជាដើមអញ្ចឹងទៅបាទនេះគឺជាការប្រើប្រាស់នៅក្នុងមុខងារ trend តែ trend នេះយើងអាចបញ្ចូលតាក់ទងជាមួយ linear ហើយនឹង grow យើងចូលទៅមួយទៀតគឺ date បាទអញ្ចឹងឥឡូវខ្ញុំមានថ្ងៃខែនៅក្នុង cloud មួយនេះអញ្ចឹងឧទាហរណ៍ថាថ្ងៃនេះខ្ញុំប្រើរូបមន្ត now បើកមុខកញ្ចក់បិទមុខកញ្ចក់ថ្ងៃនេះគឺថ្ងៃទី23ខែតុលាឆ្នាំ2025ហើយនេះម៉ោងអញ្ចឹងបើយើងចង់បានជាលក្ខណៈ short date អានេះយើងយកតាម short date ទៅអញ្ចឹងខ្ញុំមានការបរិច្ឆេទបច្ចុប្បន្នប៉ុណ្នេះខ្ញុំ select ទៅលើវាតមកយើងយកចូលទៅក្នុង series ដដែលហើយមិញយើងវាស្គាល់ថានេះវាជា date ព្រោះ format របស់វាគឺជាការបរិច្ឆេទអញ្ចឹងវា select auto មកលើ date អញ្ចឹងខ្ញុំចង់បានជាលក្ខណៈ column ហើយយើងចង់បន្ថែមម្ដងមួយថ្ងៃអញ្ចឹងកន្លែងនេះ date until នេះបើយើងចង់បន្ថែមវាមួយថ្ងៃមានន័យថាមួយថ្ងៃឲ្យវាចេញតែបន្ទាប់មួយថ្ងៃអញ្ចឹងយើងរើសយក day តែបើយើងរើសយក weekday វិញគឺវានឹងចេញតែថ្ងៃធ្វើការពីថ្ងៃច័ន្ទរហូតទៅដល់ថ្ងៃសុក្រចំណែកថ្ងៃសៅរ៍អាទិត្យគឺវាអត់ឃើញទេវានឹងរំលងថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងហើយដល់ពេល month មានន័យថាវានឹងយើងកន្លែងនេះ step យើងដាក់លេខ1ហើយយើងរើសយក month មានន័យថាវាម្ដងមួយខែហើយបើយើងរើសយក year វានឹងបន្ថែមម្ដងមួយឆ្នាំនឹងតែម្ដងអញ្ចឹងខ្ញុំចុច step 1បន្ទាប់មក stop date អញ្ចឹងខ្ញុំចង់ឲ្យថ្ងៃខែគឺវាចាប់ពីថ្ងៃបច្ចុប្បន្ននេះទៅរហូតដល់ថ្ងៃទីដល់ខែ12ថ្ងៃទី31ឆ្នាំ2026បាទអញ្ចឹងកន្លែងនេះយើងអត់ចង់អូសវារហូតទេវាប្រើពេលយូរអញ្ចឹងយើងចង់ដល់ថ្ងៃណាគឺយើងសរសេរកន្លែង stop value ដល់ថ្ងៃហ្នឹងទៅហើយវាចេញម្ដងមួយថ្ងៃប៉ុណ្ណឹងហើយខ្ញុំចុចលើពាក្យ OK អញ្ចឹងវានឹងចេញដល់ថ្ងៃទី23 24 25រហូតទៅដល់ថ្ងៃទី31ខែធ្នូឆ្នាំ2026មិញយើងចូលទៅចំណុចមួយទៀតគឺខ្ញុំបង្ហាញបងប្អូនឲ្យឃើញតាក់ទងជាមួយនឹង weekday ចេញតែថ្ងៃធ្វើការទេចាប់ពីថ្ងៃទី23ខែតុលាហ្នឹងទៅហើយអញ្ចឹងខ្ញុំយក weekday ហើយយើងយក column ដដែលហើយនេះគឺយកថ្ងៃទីខែ12ថ្ងៃទី31ឆ្នាំ2025នេះហើយអូខេយ៉ាងយើងឃើញហ្នឹងវាចេញមកគឺថ្ងៃ23ថ្ងៃនេះគឺថ្ងៃពហុថ្ងៃសុក្រដល់ពេលថ្ងៃសៅរ៍វាអត់ load ទេអញ្ចឹងខ្ញុំដូរ format ឲ្យវាទៅជា long date ដើម្បីបងប្អូនមើលទៅឃើញថាវាពិតជាបង្ហាញតែថ្ងៃធ្វើការមែនឬមួយក៏អត់បាទអញ្ចឹងវាចេញថ្ងៃពហុថ្ងៃសុក្រថ្ងៃសៅរ៍អាទិត្យវាអត់បង្ហាញទេវាថ្ងៃច័ន្ទអង្គារពុធពហុសុក្រច័ន្ទអង្គារពុធពហុសុក្រច័ន្ទអង្គារពុធពហុសុក្ររហូតបាទអញ្ចឹងតេតងជាមួយនឹងការប្រើប្រាស់មុខងារសេរីហ្នឹងគឺវាបង្កភាពងាយស្រួលសម្រាប់បងប្អូននៅក្នុងការយើងមានជាការបរិច្ឆេទឬមួយក៏លេខរៀងដែលវាមានតាមលំដាប់លំដោយឬមួយក៏យើងចង់បង្កើនវាទៅតាមចំនួនដែលយើងបានកំណត់ដូចជា step value នេះឬមួយក៏ទៅតាម thread ដែលយើងបាន select ទៅលើទិន្នន័យហើយនឹងយើងចង់បញ្ឈប់ទិន្នន័យត្រឹមលេខរៀងទីប្រមាណឬមួយក៏ថ្ងៃខែត្រឹមប៉ុណ្ណាអញ្ចឹងទៅអញ្ចឹងមិញតាក់ទងជាមួយនឹង day weekday ហើយបើបងប្អូនចង់ឲ្យវារំលងម្ដងមួយខែអញ្ចឹងយើង select លើ month ទៅមានវានឹងខែមករាហើយវានឹង load ទៅខែកុម្ភៈហើយវានឹង load ទៅខែមីនាតែម្ដងហើយមើលក្នុងករណីយើងរើសឆ្នាំ
ឥឡូវឆ្នាំ2025វានឹង load មួយឆ្នាំទៀត2026 2027 2028ដោយវាចាប់កាលបរិច្ឆេទដែលយើងបាន start វាហ្នឹងបាទនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងសម្រាប់ចែករំលែកបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នាបន្តទៀតនៅក្នុង Excel Word ហើយនិង PowerPoint ជាបន្តបន្ទាប់